បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅសិក្សានៅអនុគមថ្មីមួយគឺអនុគម if and or និង not បាទដែលវាមានទម្រង់ស្មើ if បើកបូកកញ្ចក់ and បើកបូកកញ្ចក់ or បើកបូកកញ្ចក់ logical 1ក្បៀស logical 2ក្បៀសចុចក្បៀស logical 30បិទបូកកញ្ចក់ក្បៀស logical 2ក្បៀសចុចបិទបូកកញ្ចក់ក្បៀស trueក្បៀស false បិទបូកកញ្ចក់បាទអញ្ចឹងដើម្បីសរសេរនៅអនុគមនេះខ្ញុំបានលើកនៅឧទាហរណ៍មួយដើម្បីលើកទឹកចិត្តដល់បុគ្គលិកដែលបម្រើការនៅតាមបណ្ដាខេត្តទូទាំងប្រទេសការិយាល័យនៃធនាគារមួយបានកំណត់លក្ខខណ្ឌសម្រាប់ផ្ដល់ប្រាក់លើកទឹកចិត្តដូចខាងក្រោមបុគ្គលិកស្រីធ្វើការមួយឆ្នាំឡើងទៅរៀបការមានកូនចាប់ពី1នាក់រស់នៅតាមខេត្តទទួលបានប្រាក់លើកទឹកចិត្ត$20បុគ្គលិកប្រុសធ្វើការមួយឆ្នាំឡើងទៅរៀបការមានកូនចាប់ពី1នាក់រស់នៅតាមខេត្តទទួលបានប្រាក់លើកទឹកចិត្ត$15បុគ្គលិកដែលមានលក្ខខណ្ឌខុសពីខាងលើនឹងបន្ថែម$5ជារៀងរាល់ខែបាទអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅសរសេរអនុគមទាំងអស់គ្នាអ្នកទាំងអស់នេះត្រូវបើកនៅកម្មវិធី Excel បាទហើយអ្នកទាំងអស់នេះត្រូវបង្កើតតារាងមួយបាទតារាងមួយហើយអ្នកទាំងអស់នេះត្រូវសរសេរrename បាទ page បាទចំនួនកូនបាទថ្ងៃចូលបម្រើការងារបាទស្ថានភាពរៀបការបាទទីកន្លែងកំណើតជាបន្តយើងត្រូវគណនាប្រាក់បន្ថែមរបស់គាត់ដោយដែលបានបង្ហាញឧទាហរណ៍ខាងលើអញ្ចឹងជាដំបូងអ្នកទាំងអស់នេះត្រូវដាក់កុសលនៅលើបាទនៅត្រង់ cell ដែលយើងចង់ឲ្យចេញលទ្ធផលបាទបន្ទាប់ទៀតអ្នកទាំងអស់នេះត្រូវដាក់នៅលើ formula បាទអញ្ចឹងជាដំបូងអ្នកទាំងអស់នេះត្រូវសេសញ្ញាស្មើបាទ if បាទបើកបូកកញ្ចក់ and បាទទៅតង page យើងគឺអក្សរ D បើកបូកកញ្ចក់ D2 បាទស្មើបាទស្រីមិនសេស្រីមកបាទបិទបូកកញ្ចក់បាទ year បាទឆ្នាំ year today បាទបើកបូកកញ្ចក់បិទបូកកញ្ចក់បាទបិទបូកកញ្ចក់ដកបាទដកនឹង year បាទឆ្នាំដែលគាត់ចូលធ្វើការងារគឺ year បាទ year F បាទ year F2 បាទបិទពងកញ្ចក់បាទធំជាងឬស្មើនឹង1ឆ្នាំបាទ1បាទក្បៀស R បាទបើកពងកញ្ចក់ស្ថានភាពគ្រួសារបាទ G បាទ G2 ស្មើបាទរៀបការបាទរៀបការបាទរៀបការបាទក្បៀសបាទរៀបការបៀសបាទមានកូនអក្សរ E បាទ E2 បាទធំជាងឬស្មើ1បាទបិទវងកញ្ចក់បាទបន្តទៀតក្បៀសមិន not បាទ not បើកវងកញ្ចក់បាទទីកន្លែងធ្វើទីកន្លែងរស់នៅបាទ H បាទ H2 បាទ H2 បាទស្មើភ្នំពេញបាទមិនមែន not ភ្នំពេញបាទភ្នំពេញបាទក្បៀសបាទក្បៀសបិទបូកកញ្ចក់សិនបាទក្បៀស$20បាទក្បៀស if បាទ if បើកបូកកញ្ចក់លក្ខខណ្ឌមួយទៀត and បើកបូកកញ្ចក់បាទ D2 បាទ D2 D2 បាទស្មើបាទប្រុសម្ដងមិញលក្ខខណ្ឌស្រីលក្ខខណ្ឌប្រុស
bà pro yeah bà yeah today bà bao cuộc chó bật vô cái chó bà đó đó nâng ngay chỗ thôi ca nghĩa bà F đó nâng yeah bao cái chó F2 bà bật vô cái chó thôm chiếng rư mà nâng mùi bà bía o bà o bao con cái chó bà thành phép đẹp cá chi 2 bà G2 bà có cái lời này nó có này ở pra cái bía bà G2 G2 นี่คือทันเป็นกุศลบางคนบ่าสมาบ่าริบกาบ่าบัดดูจิบซาอังเลก็เบี้ยบ่าE บ่า E2 bà thom chiếng rư mà nâng mùi bà bật vùng cái chó có biết bà not bà mình not bà H than phiệp tích lại cùng nát H2 smart nâng Phnom Penh bà Phnom Penh bà Phnom Penh bật một cái chó bà có bia bà có bia đập $5 bà có bia $5 bà bật một cái chó bà chẳng lẽ khán ấy cứ bà lẽ khán tí mũi cứ sấy bà bật phết sấy thôi ca bà chạp về một năm rư co bà miền Pí bà lẽ khán miền Pí chạp thôi ca chạp về một năm rư co riệp cá bà riệp cá miền côn muối bà riệp cá miền côn muối bà mình men bà nót mình men nơi tí Phnom Penh bà tu bà nó phải $5 bà này bà ip lẽ khán tí Pí bà N bà D2 D2 bà chi pro bà chi pro bà thôi ca bà thôi ca cho một năm lần tới rư có bà ban riệp cá hay miền cô chập tìm một nẹt lần tới bà mình men bà nót bà mình men nơi thì Phnom Penh cứ ban $5 bà hay cài bên nó cứ $5 bà cái này cứ biết $5 cái này biết $5 này cứ tao nó fall bà lẽ khán xây bên nó cứ $5 bạn chắcจะขึ้นท่าเซตรงถึงรูปมรุยให้ในตัวของนี้เจออินเทอร์bạn chắcต่อไปยังถือกับอินเทอร์จะขึ้นท่าบรอบ่าบรอนี่คือกดมีโคนมุ้ยบ่าให้กดริบก้าให้กดในบ่ามันแม้ในที่กรงลงเป็นคือกดบัน$5บ่าลิงโอตเอามาบ่าให้เตะตรงถึงบ่าบรอนี่คือbà riệp ca thấy mình ti lại nơi Phnom Penh chẳng có đợt tụ bán IT bàคือกดbán $5bà pro bà miền côn pí bà riệp cá hay rồi nơi ti trong nơi prey váyคือbán $5bà hay sray bà riệp cá miền côn pí bà rồi nơi prey váyคือbán $20bà sray bà nơi liu riệp bà sray riệp cá miền côn pí nơi prey váy $20bà sray
mình miền cồn thế nơi liu hơi nơi phồng pin cứ 5 đô la bà sấy nơi liu khách nơi prey vé bà nơi liu nơi prey vé hơi ở miền cồn thế bà chắc có 5 đô la bàនេះគឺជាលក្ខខណ្ឌដែលយើងបានលើកឧទាហរណ៍នៅខាងលើបាទប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏ធ្វើពុំកើតដូចតែខ្ញុំបានបង្ហាញនៅលើ computer បាទអ្នកទាំងអស់គ្នាអាច comment សួរនៅក្នុងក្រោយវីដេអូនេះបានបាទអរគុណជួបគ្នានៅវីដេអូក្រោយ